អ្នកខ្លះនៅប្រើប្រាស់កម្មវិធី CapCut ដែលមានពាណិជ្ជកម្មហើយ export បានកម្រិត resolution ទាបជាថ្ងៃនេះខ្ញុំសូមណែនាំនៅកម្មវិធី CapCut មួយដែលខ្ញុំ download ពី app ចិនអញ្ចឹងយើងអាចធ្វើការប្រើប្រាស់កម្មវិធី CapCut នោះហើយ export បានដល់ទៅ 4K frame rate ក៏បានខ្ពស់ហើយក្នុងនោះក៏យើង export បានហើយលឿនរហ័សទៀតអញ្ចឹងហើយអត់មានពាណិជ្ជកម្មរំខានដូច CapCut ប្រើរងអីទេចឹងដើម្បីធ្វើការ download CapCut version ចិនបានហ្នឹងគឺបងប្អូនទៅចូលទៅកាន់ App Store បងប្អូនទៅចូលទៅកាន់ profile របស់យើងនៅខាងលើនេះបន្ទាប់មកយើងធ្វើការចូលទៅកាន់ profile យើងមួយទៀតអញ្ចឹងយើងធ្វើការរងចាំបន្តិចអញ្ចឹងយើងធ្វើការដាក់ password នៃ Apple ID របស់យើងបន្ទាប់ពីខ្ញុំធ្វើការដាក់ហើយខ្ញុំចុចពាក្យថា sign in តមកចូលដល់នេះយើងឃើញ region យើងនៅ Cambodia អញ្ចឹងយើងដូរទៅ region របស់ version China អញ្ចឹងខ្ញុំចូលទៅកាន់ region អញ្ចឹងខ្ញុំសេចពាក្យថា Chinaចឹងខ្ញុំយក China mainland នេះតមកខ្ញុំចុចពាក្យថា continue យើងចុច agree នៅខាងលើតមកចូលមកដល់នេះខ្ញុំចុចពាក្យថា none តមក address នេះបងអត់ដឹងថា address នេះយើងយកមកពីណាអញ្ចឹងយើងចូលទៅទាំងអស់គ្នាយើងចូលទៅកាន់ Safari ចូលទៅកាន់ពាក្យថា China នេះបងប្អូន fake address នេះអញ្ចឹងយើងចូលមកដល់នេះហើយចុច allow មួយមកចុច allow មួយទៀតមកអញ្ចឹងយើងយកនៅខាងលើនេះចឹងបើសិនជាវាទាមទារឲ្យបងប្អូន verify លេខនេះយើងធ្វើការ verify ដើម្បីធ្វើការចូលទៅដោយសារខ្ញុំធ្លាប់ verify ម្ដងហើយចឹងវាអត់ទៀតទេអូខេ address ខ្ញុំ copy address មកតមកខ្ញុំយកមកផាសនៅកន្លែង street នេះខ្ញុំផាសនៅកន្លែង street នេះកន្លែងនេះខ្ញុំ clear វាបើមិនសិនវា load ចឹងផាសទាំង3តែម្ដងបងប្អូនកន្លែង street ទាំង3ហ្នឹងតមក postcode ខ្ញុំចុចតមក postcode ខ្ញុំយកមួយនេះខ្ញុំយក postcode មកពេញលេខនេះមកហើយ copy ក៏បានបងប្អូនចាំបងប្អូនអាចទៅ save មក region អញ្ចឹងយើងយកកន្លែងនេះមកអញ្ចឹងបងប្អូនទៅកន្លែងនេះបងប្អូនអាចចូល Google Translate ដើម្បីធ្វើការ translate ថាតើវាជា region អីដែរអញ្ចឹងខ្ញុំយកពី China ទៅខាងអង់គ្លេសអញ្ចឹងខ្ញុំផាសមកអញ្ចឹងនេះកន្លែងនេះមកធ្វើការផាសមកតមកបងប្អូន selectចាំបងប្អូនទៅមើលកន្លែងមិញយ៉ាងនេះស៊ីជ្រាន់នេះបងប្អូនយកមួយនេះមកបន្ទាប់ពីហ្នឹងមកបងប្អូនទៅដាក់លេខទូរស័ព្ទអញ្ចឹងលេខទូរស័ព្ទយើងចូលទៅក្នុងនេះខ្ញុំត្រូវ copy លេខទូរស័ព្ទនេះមកចុចខ្ញុំ copy phone number តមកខ្ញុំធ្វើការតម្លាក់ phone number នៅកន្លែងនេះអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយបងប្អូនអាចឃើញរួចរាល់ហើយយើងចុច done នៅខាងលើអញ្ចឹងបើកន្លែងនេះខុសយើងអាចថែមលេខ0នេះមួយទៀតទៅដោយសារវាអាចខ្វះមួយលេខតំបន់ហ្នឹងគេដាក់អត់គ្រប់ទេអញ្ចឹងយើងរៀបរាប់ហើយយើងឃើញនៅកន្លែងនេះហើយវាលោតដាក់ថា China mainland ហើយចេញចុចដាននៅខាងលើបន្ទាប់មកវានឹង load refresh ទៅកាន់ version ចិនបងប្អូនឃើញកម្មវិធីមួយចំនួនវាជាអក្សរចិនឃើញទេចុចខ្ញុំ search មក CapCut អញ្ចឹងពេលដែលខ្ញុំ search CapCut ខ្ញុំធ្វើការ search អញ្ចឹងបងប្អូននឹងឃើញនេះ CapCut មួយនេះដែលមាន logo CapCut ហើយមាន download ដល់ 19M នេះខ្ញុំចុច download មកធ្វើការ download រួចរាល់ខ្ញុំធ្វើការចុចពាក្យថា open អញ្ចឹងពេលដែលខ្ញុំចុច open វា load ដូច្នេះចុចខ្ញុំចុច agree នេះមកបន្ទាប់មកបងប្អូននឹងបាននៅជា version ចិនបងប្អូនអាចឃើញហើយក្នុងនោះវា load ជាភាសាអង់គ្លេសហើយយើងដែរគឺងាយស្រួលមែនទែនហើយយើងអាចចុចទៅកាន់ project យើងចង់ select video ធ្វើការ export សាកល្បងចឹងបងប្អូនអាចឃើញយើងអាចកម្រិត 4K ក៏បានដែរហើយយើងអាច export អត់មានពាណិជ្ជកម្មអីញ៉ៃៗទេ export លឿនមែន